តាំងពីតូចដល់ធំនឹងក្តីខ្ញុំបានប្រើប្រាស់នៅទូរទស្សន៍ទូរស័ព្ទក៏ដូចជាកុំព្យូទ័រជាដើមដោយការប្រើប្រាស់ទាំងអស់នោះខ្ញុំបានមើលឃើញពីផលប្រយោជន៍របស់វាគឺវាបានជួយច្រើនមែនទែនទាំងការសិក្សាការធ្វើការរបស់ខ្ញុំដោយក្នុងនោះវាបានបង្កើតនៅក្តីសម័យរបស់ខ្ញុំមួយគឺការចង់បង្កើតនៅកម្មវិធីដូចជា mobile application web application ដើម្បីជាការសម្រួលនិងដើម្បីបំពេញនៅតម្រូវការរបស់សង្គម digital របស់យើងបច្ចុប្បន្នជម្រាបសួរខ្ញុំបាទឈ្មោះរ៉ាណូរ៉ុំជាសិស្សកំពុងសិក្សានៅក្នុងវគ្គ Coding និង Programming នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីសម្រេចគោលដៅរបស់ខ្ញុំបានដឹងថាភាសា Python គឺមានសក្តានុពលយ៉ាងសម្បូរបែបដើម្បីបំពេញអ្វីដែលខ្ញុំចង់បានប៉ុន្តែខ្ញុំមិនដឹងថាត្រូវជ្រើសរើសសាលាណាដែលមានការបណ្ដុះបណ្ដាលប្រកបទៅដោយគុណភាពនិងកម្មវិធីសិក្សាល្អនោះទេម្យ៉ាងទៀតខ្ញុំក៏មានការព្រួយបារម្ភអំពីសមត្ថភាពខ្លួនឯងនៅក្នុងការសិក្សាភាសាមួយនេះផងដែរបន្ទាប់ពីខ្ញុំបានក្លាយជានិស្សិតនៅក្នុងជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មានស្របពេលដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសហការគ្នាជាមួយនឹងក្រុមហ៊ុន Samsung ផ្ដល់នូវអាហារូបករណ៍នៅលើជំនាញនេះពេលនោះខ្ញុំបានខិតខំប្រឹងប្រែងប្រកួតប្រជែងយកអាហារូបករណ៍នេះហើយលទ្ធផលដោយដែលខ្ញុំបានរំពឹងទុកគឺខ្ញុំទទួលបាននូវអាហារូបករណ៍ Samsung Innovation Campus ប្រកបដោយអារម្មណ៍រីករាយនិងមោទនភាពផងដែរសម្រាប់ការសិក្សាទៅលើជំនាញនេះគឺតម្រូវឲ្យអ្នកសិក្សាមាននៅការខិតខំប្រឹងប្រែងខ្ពស់ការតាំងចិត្តខ្ពស់និងការប្រើប្រាស់ពេលវេលាច្រើនដើម្បីអនុវត្តការសិក្សាមួយកម្រិតទៅមួយកម្រិតតម្រូវឲ្យអ្នកសិក្សាចេះនៅ algorithm problem solving និង critical thinking ជាដើមបញ្ហាប្រឈមខាងលើជាកត្តាជំរុញនៅសមត្ថភាពរបស់ខ្ញុំហើយនឹងការចូលចិត្តរបស់ខ្ញុំទៅលើភាសាមួយនេះគឺភាសា Python ហើយបញ្ហាដែលខ្ញុំបានជួបប្រទះក៏បានឲ្យខ្ញុំអភិវឌ្ឍខ្លួនឲ្យដើរតាមទាន់សម័យបច្ចេកវិទ្យាផងដែរសម្រាប់និស្សិតដទៃដែលចង់សិក្សាទៅលើជំនាញនេះខ្ញុំលើកទឹកចិត្តពួកគាត់កុំឲ្យមានការភ័យខ្លាចដរាបណាយើងមានការអត់ធ្មត់ប្រឹងប្រែងយើងពិតជាអាចធ្វើបានជាចុងក្រោយសូមអរគុណទៅដល់ក្រុមហ៊ុន Samsung ដែលបានផ្ដល់ឱកាសអាហារូបករណ៍មកដល់រូបខ្ញុំនិងនិស្សិតដទៃទៀតវាគឺជាការចូលរួមចំណែកដ៏ល្អមួយនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងហើយខ្ញុំផ្ទាល់ក៏នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រើប្រាស់ជំនាញនេះឲ្យបានល្អជាប្រយោជន៍ទៅដល់សង្គមជាតិនិងមនុស្សជុំវិញខ្លួន